ធីចូលទៅឆែកប្រព័ន្ធសុវត្ថិភាពចង់ដឹងថាតើអ្នកណាគេខ្លះកំពុងចូលប្រើប្រាស់និងកំពុងតាមដាន Chat Messenger របស់យើងបងប្អូនយើងដែលលេង Chat Messenger រាល់ថ្ងៃហើយមានអារម្មណ៍ថាដូចជាប្លែកដូចជាមានអ្នកណាគេម្នាក់កំពុងតែចូលលេង Chat Messenger របស់យើងអញ្ចឹងគឺគេអាចដឹងរាល់សកម្មភាពរបស់យើងតើយើងផ្ញើសារទៅណាខ្លះយើងមានទំនាក់ទំនងជាមួយអ្នកណាគេខ្លះក៏គេអាចដឹងដែរចឹងបងប្អូនគួរតែចូលទៅឆែកមុខងារមួយនេះនៅក្នុង Chat Messenger របស់យើងដើម្បីដឹងថាតើអ្នកណាគេខ្លះកំពុងចូលលេង Chat ឬក៏កំពុងតាមដាន Chat Messenger របស់យើងហើយបើអត់ស្គាល់ជននោះទេបងប្អូនអាច remove ឬក៏លុបដកម្នាក់នោះចេញពី account របស់យើងបានអូខេអញ្ចឹងទៅតាមដានការអនុវត្តជាមួយនឹងខ្ញុំទាំងអស់គ្នាតើកុំឲ្យខាតពេលយូរយើងមកតាមដានជាមួយការអនុវត្តទាំងអស់គ្នាអូខេអញ្ចឹងដំបូងឡើយយើងចូលទៅកាន់ Messenger របស់យើងតែម្ដងឧទាហរណ៍ថានេះជា account របស់យើងអ្នកគ្នាចុចពាក្យ menu ខាងក្រោមស្ដាំបន្តមកទៀតអ្នកគ្នាចុចយកពាក្យ setting បន្តមកទៀតអ្នកគ្នាចុចយកពាក្យ privacy and safety មកដល់កន្លែងនេះអ្នកគ្នាត្រូវចុចពាក្យ end to end encrypted chat មកដល់កន្លែងនេះអ្នកគ្នាត្រូវចុចពាក្យ security alert នេះអូខេនេះមកដល់សំខាន់ហើយអ្នកគ្នាចុចពាក្យ renew login ចានេះគឺជាទិន្នន័យលេខកូដឬក៏ model ទូរស័ព្ទណាមួយដែលកំពុងប្រើប្រាស់ chat របស់យើងទាំងយើងអត់ដឹងអញ្ចឹងកន្លែងនេះសំខាន់មែនតើណាអាសាឆែកមើលបើមិនចង់បាត់ chat មិនចង់បាត់ទូរស័ព្ទមិនចង់ឲ្យគេ hack យកឬក៏មិនចង់ឲ្យគេតាមដានយើងអ្នកគ្នាអាសាចូលមកមើលហើយបើអត់ស្គាល់ជាមួយ model មួយណា remove គេចេញបានដកគេចេញបានអញ្ចឹងខ្ញុំនឹងបង្ហាញវិធីលុបចុះឧទាហរណ៍ថានេះ Galaxy A90 5G នេះយើងអត់ស្គាល់សោះតែកំពុងតែប្រើ chat របស់យើងនេះកំពុង log in នេះអញ្ចឹងអ្នកគ្នាចុចលើនឹងមួយអ្នកគ្នានឹងឃើញពាក្យ log out ក៏ពណ៌ក្រហមនេះចុចពាក្យ log out នឹងមកហើយនឹងលោតពាក្យ remove ចុច remove នឹងភ្លាមទៅទូរស័ព្ទមួយនឹងដកចេញពី chat របស់យើងភ្លាមឃើញអត់អញ្ចឹងអត់មានម្នាក់នឹងប្រើទូរស័ព្ទប្រើ chat យើងទៀតទេណាអញ្ចឹងកន្លែងនេះសំខាន់មែនតើណាអ្នកគ្នាអាសាឆែកមើលគេហៅប្រព័ន្ធសុវត្ថិភាពក៏បានដែរចាអញ្ចឹងដើម្បីឲ្យដឹងថាអ្នកណាខ្លះកំពុងប្រើ chat យើងមិនអញ្ចឹងណាចាអូខេអញ្ចឹងកន្លែងនេះសំខាន់មែនតើប៉ុណ្ណឹងឯងបងប្អូនចាមានចម្ងល់អីបងប្អូនខមមិនខាងក្រោមវីដេអូបានអរគុណបងប្អូនសង្ឃឹមថាបងប្អូនទទួលបានអត្ថប្រយោជន៍ច្រើនពីវីដេអូមួយនេះហើយបើសិនជាបងប្អូនគិតថាអរគុណច្រើនសម្រាប់ការតាមដានសង្ឃឹមថាបងប្អូនទទួលបានអត្ថប្រយោជន៍ជាច្រើនពីវីដេអូមួយនេះយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណ